សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយកម្មវិធីប្រាប់រឿងព្រឺព្រួយអញ្ចឹងសាច់រឿងនេះគឺបានមកពីលោកពូម្នាក់ដែលគាត់ជាប្រិយមិត្តនៅខាងខេត្តកណ្ដាលដែលគាត់បានរាយរាប់មកប្រាប់ក្រុមការងារយើងអំពីរឿងដែលគាត់បានជួបផ្ទាល់ក្នុងអំឡុងឆ្នាំ2010អញ្ចឹងដំណើររឿងគឺចាប់តាមពីថ្ងៃមួយគាត់ជិះម៉ូតូទៅធ្វើការគាត់បានចេញពីផ្ទះព្រលឹមស្រាងម៉ោង5ព្រឹកដោយឆ្លងកាត់តាមផ្លូវជាតិលេខ3ដោយសូមនឹងបញ្ចេញទីតាំងច្បាស់លាស់ដែលពេលព្រឹកនឹងគាត់បានឃើញឧបទ្ទវហេតុមួយគឺមានគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តដឹកជញ្ជូនធុនធ្ងន់មួយប៉ះជាមួយនឹងម៉ូតូដែលមានអ្នកជិះគ្នា3នាក់បុរស2នាក់ស្ត្រី1នាក់ហើយស្ត្រីនោះបានរងរបួសធ្ងន់ហើយបុរស2នាក់បានស្លាប់ភ្លាមដោយបុរសម្នាក់បានដាច់ជើងទាំងសងខាងនិងបុរសម្នាក់ទៀតបានដាច់ក្បាលចេញពីខ្លួនបាត់តែម្ដងហើយក្បាលរបស់គាត់ដែលដាច់នោះគឺស្ថិតនៅក្រោមរថយន្តនិយាយពីនៅលើផ្លូវគឺពោពេញដោយឈាមស្រោចក្រហមជួមមានក្លិនឆ្អាបពេញច្រមុះឃើញហើយឡើងព្រឺក្បាលភ្លាមនោះលោកពូសម្លឹងទៅក្បាលដែលនៅខាងក្រោមកងឡានក៏ស្រាប់តែមានអារម្មណ៍ថាភ្នែកដែលលៀនចេញមកខាងក្រៅពោពេញទៅដោយឈាមនោះមានសភាពដូចជាសម្លឹងមករកគាត់ដោយភាពរន្ធត់ភ័យខ្លាចលោកពូក៏ប្រញាប់ប្រញាល់ទាញម៉ូតូជិះទៅកន្លែងធ្វើការដោយមិននៅមើលបន្តទៀតទេតែពេលទៅដល់កន្លែងធ្វើការគាត់ក៏មានអារម្មណ៍ចេះតែរសាប់រសល់បិទភ្នែកបោកភ្នែកគឺនៅតែចាប់អារម្មណ៍រឿងភ្នែកដែលសម្លឹងបរោគាត់នោះរហូតលុះដល់ពេលល្ងាចគាត់ចេញពីធ្វើការដែលជារៀងរាល់ថ្ងៃគាត់ត្រូវថែម៉ោងដល់ម៉ោង8យប់ពេលគាត់ត្រឡប់មកផ្ទះវិញជិតដល់ចំណុចដែលគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញនោះដោយម៉ូតូរបស់គាត់ជាម៉ូតូអាសង់កូរិចចាស់ផងភ្លើងម៉ូតូក៏មិនសូវច្បាស់ទៀតស្រាប់តែភ្នែករបស់គាត់មើលទៅខាងមុខដូចជាមានស្រមោលស្ទង់តែគាត់គិតថាប្រហែលជាអ្នកភូមិអ្នកស្រុកគេដើរទៅណាមកណាឲ្យមើលទៅប៉ុន្តែពេលដែលជីកាន់តែជិតទៅស្រមោលនោះកាន់តែច្បាស់ឡើងហាក់បីដូចជាមានមនុស្សម្នាក់កំពុងតែឈរបុកដៃល្វើយហើយមានម្នាក់ទៀតអង្គុយនៅជិតនោះដែរដោយម៉ូតូរបស់គាត់បើករៀងយឺតទើបឃើញពីសកម្មភាពទាំងនោះពេលគាត់ជិះជិតដល់ក៏ឃើញបុរសម្នាក់អង្គុយនៅក្បែរភ្នែកសុទ្ធតែឈាមហើយគ្មានជើងទេហើយបុរសដែលឈរកំពុងបកដៃនោះហាក់បីដូចជាមិនមានក្បាលសោះតែគាត់គិតក្នុងចិត្តថាប្រហែលជាងងឹតទើបមើលមិនច្បាស់ពេលជិះទៅដល់ក៏ស្រាប់តែឃើញដូចស្រមោលនោះមែនបុរសដែលឈរគឺអត់មានក្បាលទេហើយបកដៃហៅគាត់ល្វើយថាជួយផងជួយយកក្បាលឲ្យខ្ញុំវិញផងខ្ញុំមើលមិនឃើញទេជួយយកក្បាលខ្ញុំមកសងខ្ញុំវិញផងពេលឮសំឡេងគ្រឿងសភាពបែបនោះគាត់ក៏ងាកទៅមកខាងទៀតដោយគិតថាកិច្ចវេះអំទីរូបរាងកាយបែបនោះតែរឿងដែលមិននឹកស្មានដល់ស្រាប់តែឃើញក្បាលដែលអត់មានខ្លួនប្រមៀលតាមម៉ូតូរបស់គាត់ហាក់បីដូចជាសភាពក្បាលពេលដាច់នោះប្រមៀលអញ្ចឹងហើយក្បាលនោះសុទ្ធតែឈាមគួរឲ្យភ័យខ្លាចបំផុតលោកពូក៏មួលម៉ូតូកាន់តែខ្លាំងម៉ូតូកាន់តែយឺតទៅហាក់បីដូចជាមិនទៅមុខសោះលោកពូក៏ជិះបណ្ដើរបិទភ្នែកបណ្ដើគិតថាមិនដឹងមិនលឺទេចុះដោយហេតុផ្លេស្ងាត់ថងក៏មិនមានបញ្ហាអីលុះមកផ្លេក្រោយគាត់ក៏បោភ្នែកវិញក៏ហួសកន្លែងដែលគ្រោះថ្នាក់ពីព្រឹកនោះទៅលុះទៅដល់ផ្ទះគាត់ក៏មិនហ៊ាននិយាយរឿងនេះទៅប្រាប់អ្នកផ្ទះគាត់ដែរព្រោះតែហេតុគិតថាខ្លាចអ្នកផ្ទះគាត់ខ្លាចតែយប់នោះគាត់គេមិនលួកសោះព្រោះគាត់ខ្លាចខ្លាំងពេកពេលថ្ងៃស្អែកឡើងគាត់ក៏ទៅធ្វើការធម្មតាតែពេលព្រឹកគាត់មិនហ៊ានទៅពីព្រលឹមពេកទេព្រោះខ្លាចជួបរឿងនោះទៀតពេលគាត់ជិះទៅដល់កន្លែងកើតហេតុនោះក៏មិនមានអីកើតឡើងដែរតែរឿងដែលនឹកស្មានមិនដល់ពេលគាត់ចេញមកផ្ទះវិញដោយដឹងស្រាប់ហើយថាគាត់ត្រូវថែម៉ោងដល់ម៉ោង8យប់រឿងហេតុនោះក៏កើតឡើងម្ដងទៀតលើរូបគាត់លើកនេះគឺពេលជិតដល់ទីតាំងកើតហេតុស្រាប់តែមានធំក្លិនស្អុយងុំហាក់បីដូចជាក្លិនសាកសពរលួយស្អុយអញ្ចឹងក្នុងចិត្តគាត់គិតថាខ្មោចឡងទៀតហើយអញគ្រាន់តែគិតដូចនោះហើយជីចៃដនដល់កន្លែងគ្រោះថ្នាក់ចរាចរណ៍ពីម្សិលមិញល្មមដោយភ័យពេកគាត់ក៏ធ្វើវិធីដូចម្សិលមិញបិទភ្នែកគិតថាប្រហែលជាពេលបើវិញក៏លែងអីហើយតែខុសពីម្សិលមិញស្រឡះអ្នកណាតែដឹងពេលដែលគាត់បើកភ្នែកមកគឺខឿនព្រះអើយជួបខ្មោចនៅនឹងមុខតែម្ដងប្រៀបដូចជាឈរហក់តាមគាត់អញ្ចឹងស្ដែងតែម្ដងគឺយកដៃកាន់ក្បាលដែលប្រឡាក់សុទ្ធទៅឈាម
ហើយក្របភ្នែកលៀនចេញមកក្រៅក្រហមថ្លែកសម្លឹងមើលគាត់តែងកំហឹងហើយលើកមកសួរម្សើមិនហែងមិនជួយអញហៅឲ្យហែងជួយយកក្បាលមកអើយអញវិញផងមិនបានហែងជិះម៉ូតូធัวមិនដឹងអញ្ចឹងហើយសភាពឈរហោះបែបនោះព្រមទាំងនិយាយសម្លុតដាក់គាត់ខ្លាំងលឺពេញត្រចៀកធ្វើឲ្យគាត់ភ័យញ័រដូចកូនសត្វត្រួយទឹកភ្លៀងអញ្ចឹងក្លិនក៏ស្អុយឆ្អាបពេញច្រមុះដកដង្ហើមមិនចង់រួចហើយដោយផ្លូវជុំវិញគាត់ងងឹតឈឹងតែដោយហេតុស្មារតីគាត់នឹងគាត់ក៏ព្យាយាមបើកម៉ូតូឲ្យលឿនដើម្បីបានផុតពីកន្លែងនោះតែស្ថិតក្នុងស្ថានភាពបែបនោះវាហាក់បីដូចជាយូររាប់សមងអញ្ចឹងលុះមកដល់ផ្ទះគាត់ក៏បាននិយាយប្រាប់ប្រពន្ធគាត់និងចាស់នៅក្នុងផ្ទះទើបព្រឹកឡើងយកផ្ទះគាត់ក៏សម្រេចចិត្តថានាំគាត់ទៅស្រោចទឹករងាប់អារម្មណ៍ដែលដកដាមភ័យខ្លាចនោះចេញហើយគាត់ក៏បានសុំច្បាប់សម្រាប់រយៈពេល1ខែដែលហេតុភ័យខ្លាចខ្លាំងពេកចឹងសាច់គ្រឿងរបស់យើងគឺមានតែប៉ុណ្ណឹងតែខ្ញុំទៅបងប្អូនចូលចិត្តក្នុងការនិយាយរឿងដំណើរតែចាស់ក៏បងអ៊ំតែគាត់បានជួបប្រទះផ្ទាល់ហើយគាត់និយាយប្រាប់មកពួកយើងដើម្បីចែករំលែកជាបទពិសោធន៍ជាការយល់ដឹងរបស់ពួកគាត់ហើយបងប្អូនពេញចិត្តជួយចុច Subscribe ហើយនឹងតារូបបណ្ដឹងជួយចុច Like ហើយក៏ Share ឲ្យទៅកាន់មិត្តភ័ក្តិណាដែលខ្លាចខ្មោចទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ